រៀនវេយ្យាករណ៍ភាសាចិនបាទអញ្ចឹងទម្រង់សព subject បូកមួយ verb បូកមួយ object ជាភាសាខ្មែរគឺកន្សំនាមមួយបូកមួយកិរិយាបូកមួយនឹងកន្សំនាមពីរអញ្ចឹងឧទាហរណ៍ទី1我吃苹果我吃苹果我吃苹果ខ្ញុំញ៉ាំផ្លែប៉ោម他喝水他喝水គាត់ពិសាទឹក他煮菜他煮菜នាងចម្អិនម្ហូបឬក៏គាត់ចម្អិនម្ហូប他们去学校他们去学校ពួកគេទៅសាលារៀន我们踢足球我们踢足球ពួកយើងលេងបាល់ទាត់ឬក៏ពួកយើងទាត់បាល់អញ្ចឹងឧទាហរណ៍នេះជាការបង្កើតមេឃធាងអញ្ចឹងល្បះកន្សំនាមមួយបូកមួយកិរិយាបូកមួយកន្សោមកិរិយាសព្ទហើយនឹងកនពីរកន្សោមនាមពីរបាទ我吃苹果我吃苹果បកប្រែថាខ្ញុំញ៉ាំផ្លែប៉ោម他喝水他喝水他គាត់喝ផឹកឬក៏ពិសា水ទឹក他喝水គាត់ពិសាទឹក他煮菜他煮菜他នឹងគាត់នាង煮ចម្អិនឆៃម្ហូប他们去学校他们去学校他们បកប្រែថាពួកគាត់去បកប្រែថាទៅ学校សាលារៀន他们去学校ពួកគាត់ទៅសាលារៀន我们踢足球我们ពួកខ្ញុំឬក៏ពួកយើង踢ទាត់足球បាល់ទាត់我们踢足球ពួកយើងទាត់បាល់ឬក៏លេងបាល់ទាត់